អូថងធំឯងសំណាងណាស់ថ្ងៃនេះត្រីខ្សាច់ព្រៃមួយនេះធ្ងន់ជាង2 គីឡូកន្លះកុំនិយាយច្រើនគិតលុយខ្ញុំប្រញាប់ទៅជួយជីវិតត្រីខ្សាច់3ក្បាលនិងបង្កងនេះគិតជាលេខមូលសរុប350អត់មានទេគឺថ្នាំហ្វៃអេងដែលនាំចូលពីបរទេសអាក្រោះត្រូវតែលឿនថងធំថ្នាំនេះថ្លៃណាស់មួយប្រអប់300កាន់ឲ្យជាប់ម៉ាក់ខ្ញុំរកបានរបស់ល្អហើយលុយគ្រប់ហើយខ្ញុំនឹងទិញមកវិញម៉ាក់មិនបាច់ជឿចាប់ទៀតទេម៉ាក់កុំធ្វើឲ្យខ្ញុំភ័យថ្នាំបានទិញមកហើយខ្ញុំឲ្យលេបហើយឈប់ឈឺថងធំកុំរវល់អីម៉ាក់មិនរួចទេថងធំត្រូវតែព្យាយាមរស់ទៅពេទ្យជួយផងលោកគ្រូពេទ្យសូមអង្វរជួយសង្គ្រោះខ្ញុំផងមិនអីទេថ្នាំបានទិញមកហើយលុយក៏បានបង់ហើយមិនអីទេចៅថងធំរៀបចំពិធីខាងមហារាជសួរដំណាក់មានផលវិបាកធ្លាក់ជ្រេគេនាំមកដល់គាត់គ្មានចង្វាក់បេះដូងហើយផ្ទះទេគ្មានអ្វីសោះអ្នកដែលនៅជាមួយគ្នាតែម្នាក់គត់ម៉ាក់ក៏ចាក់ចេញទៅជីវិតខ្ញុំទាំងមូលគឺជារឿងកំប្លែងមួយចៅថងធំឯងជាមនុស្សកំសាកគ្មានតម្លៃមុនពេលសិនចាក់ចេញគាត់កៅឯងរស់នៅឲ្យបានល្អឥឡូវឯងយកកាំបិតច្រេះមកធ្វើជាមនុស្សស្នេហ៍អីឯងសមនឹងគាត់អត់ខ្ញុំយកអ្វីមករស់ខ្ញុំគ្មានអ្វីសោះទេខ្ញុំគ្មានលុយទិញធុងដាក់អតិថិតល្អសំបីតែមួយក៏គ្មានខ្ញុំយកលុយទាំងអស់របស់ទៅទិញទូកនេសាទចាស់មួយពីលោកតាឡាវចាប់ពីថ្ងៃនេះទូកនោះជារបស់ឯងស៊ូនៀនឯងឈួតហើយលុយនោះឯងទុកឲ្យប៉ាឯងដាក់ជើងខ្ញុំមិនឈួតទេមីងលេងនៅទេឯងនៅតែត្រូវរស់ទៀតកុំឲ្យខ្លួនឯងរលួយក្នុងភពអញ្ចឹងទុកនៅផ្ទះក៏នៅឯងនឹងហើយជាអ្នកមានជំនាញនេសាទឯងត្រូវតែបង្ហាញខ្លួនឲ្យគេឃើញក្នុងសមុទ្រម៉ាក់ផ្ដាំឲ្យខ្ញុំរស់ឲ្យបានល្អបើខ្ញុំស្លាប់ម៉ាក់ខាងក្រោមមិនបិទភ្នែកទេហើយខ្ញុំក៏ខ្មាស់គេដែរចំពោះគុណូបការៈរបស់ស៊ូនៀនខ្យល់បក់បែកនិរដីជូបទឹកក្តៅក្រោមទឹក12 ម៉ែត្រមានចរន្តលាក់ចាប់បានធំណាស់បរិមាណច្រើនម្ល៉េះក៏ជាត្រីថ្មប៉ព្រះទឹកជ្រៅថ្លៃទៀងអួននេះឡើងយ៉ាងហោចណាស់បានពី 3000 យ៉នទុនរបស់ស៊ីនៀននឹងកើនទ្វេដងភ្លាមកូនប្រុសតែមួយរបស់គ្រួសារអ្នកមានចៅខួចក៏ជាម្ចាស់ក្រុមហ៊ុនទិញត្រីធំជាងគេចៅតាឆាងឯងជាអ្នកក្រីក្រមកពីណាក់សាយស្ដាប់ឲ្យច្បាស់តំបន់សមុទ្រឡាមកនេះចាប់ពីថ្ងៃនេះទៅជាកន្លែងសម្រាប់ក្រុមទូករបស់ខ្ញុំត្រីថ្មប៉ព្រះទឹកទាំងអស់ជារបស់ខ្ញុំឯងនិយាយខុសវាជារបស់សាធារណៈខ្ញុំដាក់អួនមុនហើយច្បាប់នៅទីនេះជារបស់ខ្ញុំជាច្បាប់ចៅតាឆាងខ្ញុំរាប់3កាត់ខ្សែអួនឯងភ្លាមចេញពីសមុទ្រនេះទៅបើមិនអញ្ចឹងទេខ្ញុំបំផ្លាញឯងទាំងមនុស្សទាំងទូក1 2ម៉ាក់ផ្ដាំចុងក្រោយលុយឈាមរបស់ស៊ូនៀនមិនអាចបាត់បង់នៅទីនេះទេចំណុចស្លាប់របស់ឡាមកោគឺរាល់3ម៉ោងតែងតែមានចរន្តទឹកបញ្ច្រាស់ក្រោមសមុទ្រខ្ញុំស្គាល់ចរន្តនេះជាងសរសៃឈាមខ្លួនឯងទៅទៀតចៅខួចឯងចង់យកលុយមកសម្លាប់ខ្ញុំថ្ងៃនេះខ្ញុំនឹងបង្រៀនឯងពីច្បាប់សមុទ្រទៀងអួនឡើងទុកឲ្យវាជាប់ជាមួយគ្នាលោកម្ចាស់អត់ល្អទេអ៊ូនជាប់បាត់សមុទ្រហើយម៉ូតូស្ទូឆេះហើយថូខូរ៉ាដានាំចូលរបស់ឯងរកឃើញត្រីទេតែរកឃើញថ្មប៉ព្រះទឹកក្រោមទេសំណាញ់រហែករបស់ឯងទុកឲ្យព្រះសមុទ្រចុះចៅតាចាំងឯងហ៊ានឆ្លើយខ្ញុំទេខ្ញុំចិញ្ចឹមជីវិតដោយជំនាញឯងចិញ្ចឹមជីវិតដោយពឹងថ្ងៃនេះខ្ញុំបង្រៀនឯងដោយឥតគិតថ្លៃកុំអរគុណមានត្រីថ្នាក់ល្អមួយឈុតនេះលុយទិញទូករបស់ស៊ូនៀនមិនត្រឹមតែគ្រប់ដើមតែថែមចំណេញធំទៀតតាជាវឯងមិនអីទេខ្ញុំទើបតែឃើញទូកធំរបស់គ្រួសារចៅឆ្លងកាត់មកច្រាំងខ្ញុំស្ទើរតែភ័យស្លាប់កុំយំមើលនោះអីឧព្រះជាម្ចាស់តាជាវត្រីថ្មធំទាំងអស់ហើយជាត្រីប្រៃទៀតនេះត្រូវលក់បានប៉ុន្មានលុយទៅចាំងឡាវកុំឈោស្ងៀមលោកអ្នកយកជញ្ជីងមកថ្លឹងឲ្យខ្ញុំអូតាចាំងឯងយកអាំងត្រីរបស់ព្រះសមុទ្រមកគុណភាពនេះខ្ញុំយកទាំងអស់តាមតម្លៃទីផ្សារខ្ពស់បំផុត1 គីឡូឲ្យឯង1 យ៉ននេះយ៉ាងតិចមាន300 គីឡូ 900 យ៉នមិនខានតាចាំងយើងមានលុយហើយជើងឪពុកខ្ញុំទៅក្រុងដាក់ដែកនាំចូលល្អបំផុតបាននេះជាលើកដំបូងតាំងពីម្ដាយតែខ្ញុំមានអារម្មណ៍ថាទៀតយ៉ាងឡើយទ្រាំបន្តិចអ្នកណាហ៊ានទិញត្រីរបស់គាត់លោកចៅស្រីតាចាំងត្រីនេះអ្នករាល់គ្នាក៏ត្រូវរកស៊ីដែរចាំងម៉ាស់បើភ្នែកឆ្កែរបស់ឯងមើលឲ្យច្បាស់នេះជាក្រុមហ៊ុនស៊ីហៃឋានទើបតែចុះកិច្ចសន្យាផ្ដាច់មុខជាមួយភោជនីយដ្ឋានទាំងអស់ក្នុងក្រុងចាប់ពីថ្ងៃនេះទៅអាហារសមុទ្រទាំងអស់នៅក្រុងជីមសាត្រូវតែកំណត់តម្លៃដោយគ្រួសារចៅតែម្នាក់គត់និងទិញប្រមូលផ្ដុំពួកអ្នកលក់ត្រីតូចតាចអ្នកណាហ៊ានទិញត្រីរបស់ចៅតាចាំងមួយក្បាលគឺខុសកិច្ចសន្យាប្រាក់ពិន័យ 2000 យ៉នអ្នករាល់គ្នាអ្នកណាចេញបានចាំងឡាវអូសុំទោសផងខ្ញុំមានកូនចៅស៊ីពឹងតែហាងនេះខ្ញុំមិនហ៊ានប្រឈមមុខត្រីនេះខ្ញុំមិនយកទេសុំទោសណាស់ចៅតាចាំងឯងមិនមែនពូកែទេឯងមិនត្រីថ្មប៉ព្រះទឹករាប់រយគីឡូនេះជាពូជល្អបំផុតតែត្រីថ្មប៉ព្រះទឹកវាសាហាវចេញពីទឹកជ្រៅទូដាក់ក្នុងធុងទឹករស់វានៅរស់បានតែ2 ម៉ោងទេអាកាសធាតុបែបនេះ1 ម៉ោងទៀតត្រីល្អរបស់ឯងនឹងក្លាយជាត្រីងប់ផ្ងាពូអស់
គ្មានតម្លៃសោះឯងពូកែជីជន់គេក្នុងធុងមិនមែនឯងចិញ្ចឹមទេផ្លូវទេព្រោះគ្រួសារខ្ញុំមានលុយចៃដាចាងមើលមុខអ្នកចិត្តខាងខ្ញុំប្រាប់ផ្លូវល្អមួយត្រីទាំងអស់នេះខ្ញុំយកតែខ្ញុំទិញ1គីឡូ1យ៉ន់កន្លះអត់ទេ1គីឡូ1សេនអញប្លន់គេនេះថែមទាំងមិនគ្រប់ថ្លៃទេហាមិនលក់ទេចាំមើលត្រីងាប់អស់ទៅយើងទៅចៃដាចាងធ្វើម៉េចទៅទូទឹកក៏គេមិនឲ្យដាក់អ្នកលក់ត្រីក៏មិនទិញនេះជាលុយសង្គ្រោះជីវិតទាំងអស់បើងាប់អស់ការខំប្រឹងរបស់យើងនឹងខាត់អស់នាងនាកុំយំគាត់មិនទិញអញក៏មិនលក់ដែរមនុស្សរស់មិនខ្លាចស្លាប់ទេតែក្នុងក្រុងគ្មានអ្នកហ៊ានទិញទេក្រុងមិនទិញអញទៅក្រុងធំដោះថ្មម៉ូតូរបស់នាងចេញហើយដាក់ប្រអប់ត្រជាក់ធំនោះមកចៅដាចាងក្រុងធំឆ្ងាយណាស់ហើយអ្នកធំនៅទីនោះមានអ្នកគ្រប់គង់ហើយអ្នកណាចង់ទិញពីយើងសន្តាគារអន្តរជាតិលំដាប់ខ្ពស់បំផុតក្នុងខេត្តសន្តាគារប៉ែនឌីស៊ូគេថាប្រើតែគ្រឿងផ្សំល្អបំផុតក្នុងពិភពលោកត្រីរបស់ខ្ញុំក៏ល្អបំផុតដែរគេមិនទិញពីអតិថិជននេះអញនឹងទៅគោះទ្វារគេខ្ញុំទៅជាមួយអញនៅចាំទុកចាំខ្ញុំត្រឡប់មកវិញមានរឿងអីអញធ្វើអីចេញទៅឆ្ងាយនេះជាកន្លែងដឹកទំនិញរបស់សន្តាគារ Peninsula បើរកសម្រាមទៅផ្លូវខ្ញុំមិនមែនអ្នករកសម្រាមទេខ្ញុំមកដឹកទំនិញហើយអ្នកគ្រប់គ្រងចេញមកខ្ញុំមានរបស់ល្អបំផុតក្នុងពីព្រៃថ្មសមុទ្រជ្រៅព្រៃទឹកទំនិញឯងឈួតហើយទំនិញសន្តាគារយើងសុទ្ធតែនាំចូលតាមអញជីហឺទេបីកង់ខូចមកចេញទៅឆ្ងាយខានភ្ញៀវក្នុងនឹងបាក់ជើងឯងឆ្លោះអីមិនដឹងទេថាក្នុងនោះកំពុងរៀបចំពិធីជប់លៀងហេលោកចុងផល្លាមមានមនុស្សឈួតម្នាក់ជីរទេបីកង់ខូចមកថាចង់ដឹកត្រីសមុទ្រឲ្យយើងបណ្ដេញប៉ុន្មានដងខ្លួនឯងស្អុយណាស់ឯងមិនដឹងច្បាប់សន្តាគារទេយើងមិនដែលទទួលទំនិញគ្មានវិញ្ញាបនបត្រអន្តទំនិញរាយបោះចេញទៅលាងដីឲ្យស្អាតអញហ៊ានចូលទៀតលោកចុងផល្លាមមែនទេសន្តាគារ Peninsula ថាខ្លួនប្រើតែគ្រឿងផ្សំល្អបំផុតទឹកស៊ុបឯងពឹងតែទំនិញនាំចូលតាមបញ្ឆោតអ្នកមិនចេះបានបើជួបអ្នកចេះពិតភ្លក់ម្ដងដឹងថាសាច់ងាប់មានក្លិនស្អុយទំនិញខ្ញុំទើបចាប់ពីទឹក3ម៉ោងមុនឯងថាអីអ្នកនេសាទធម្មតាហ៊ានបង្រៀនខ្ញុំធ្វើម្ហូបឯងដឹងទេដៃខ្ញុំមួយឆ្នាំកាត់ទំនិញរាប់ម៉ឺនដុំខ្ញុំមិនចេះធ្វើម្ហូបតែខ្ញុំចេះត្រីទំនិញល្អមែនតែខ្ញុំដឹងយ៉ាងម៉េចថាសាច់ត្រីមិនខូចដោយទឹករលកខ្ញុំដឹងយ៉ាងម៉េចថាវាមិនស៊ីសម្រាមសន្តាគារ Peninsula មិនអាចមានហានិភ័យសំបីតែបន្តិចសន្តិសុខបណ្ដេញចេញទៅខ្ញុំគ្មានពេលនៅជាមួយអ្នកនេសាទទេចេញទៅឆ្ងាយទឹកកកចិត្តរលីអស់ហើយបាឡាមយ៉ាវតុងដើរចូលទ្វារនោះត្រីរាប់រយគីឡូនឹងក្លាយជាសាច់រលួយផែនការរបស់ចាវួយនឹងសម្រេចមិនត្រូវឲ្យគាត់បានដូចចិត្តទេពូលីនហ៊ានភ្នាល់ទេអ្នកចេះត្រីមែនទេមើងងាយអ្នកលក់តូចមែនទេខ្ញុំគ្មានចំណេះទេតែខ្ញុំចាប់ត្រីតាំងពី3ឆ្នាំចេះត្រីឆ្លាមនៅលើកប៉ោលដែលរញ្ជួយបិទភ្នែកក៏អាចសម្អាតត្រីបានខ្ញុំនឹងប្រើជំនាញសុទ្ធសាធបំបាក់មោទនភាពរបស់វាឯងឈួតហើយធ្វើឲ្យកង់ទំនេរប្រឡាក់អស់ឈប់ទាំងអស់គ្នាថយក្រោយការកាត់នេះសាច់នេះលោកមេចុងផូលីនសាច់នេះសំនឹងពិធីអភិបាលក្រុងទេពិតជាសំណាស់សាច់ល្អបែបនេះសន្តាគារយើងយកតែ1គីឡូខ្ញុំឲ្យ4យ៉នពីនេះទៅអ្នកមានប៉ុន្មានខ្ញុំទិញទាំងអស់ឲ្យផ្នែកទិញយកលុយមកបង់ភ្លាមទុកឯងស៊ូនៀនអាខាដៃស៊ូនៀនទៅមកយំហើយទាញស៊ូនៀនរត់ត្រឡប់មានរឿងអីឪពុកស៊ូនៀនឡើងជួដំបូលរុនទាដួលធ្លាក់ពីកម្ពស់3ជាន់ហូរឈាមពេញដីឡានពេទ្យទៅយកទៅពូតាខាងឪពុកខ្ញុំហូរឈាមច្រើនណាស់រុនទាដួលធ្លាក់ទៅលើដីស៊ីម៉ងឆ្អឹងចេញមកក្រៅពេទ្យថាអស់សង្ឃឹមហើយតាខាងខ្ញុំធ្វើម៉េចទៅកុំខ្លាចមេឃលំខ្ញុំត្រឲ្យអ្នកណាជាសាច់ញាតិស៊ូតាឆាំងខ្ញុំជាកូនប្រសាគ្រូពេទ្យអ្នកជំងឺមិនដែរជើងទាំងពីរបាក់បែកឆ្អឹងជំនីរបាក់គ្រោះថ្នាក់បំផុតគឺលំពេងប្រេះហូរឈាមត្រូវវះកាត់ជាបន្ទាន់ថ្លៃវះពោះនឹងដាក់បន្ទះដែកថ្លៃបន្ទះដែកនាំចូលបូកប្រាក់បញ្ចាំទៅបង់លុយ 1,500 បើលុយមិនទាន់ដល់ឈាមក្នុងធនាគារអ្នកជំងឺទ្រាំបានតែ20នាទីទៀត 1,500 យើងទៅរកលុយ 1,500 ពេទ្យវះកាត់ភ្លាមខ្ញុំមានលុយប្រអប់លុយទេធ្លាក់នៅកំពង់ផែឥឡូវត្រឡប់ទៅមក40នាទីឈាមពុះហ៊ូត្រូវហូរអស់ហើយអ្នកជំងឺនឹងបង់លុយអត់បើមិនបង់ហាត់ធ្លេខាបោះបង់ការព្យាបាលព្រះឲ្យចង់លេងខ្ញុំអីម្លេះទើបឲ្យខ្ញុំឃើញសង្ឃឹមហើយក្រវីខ្ញុំចូលពួកវិញតាឈៀងចៅតាឈៀងរបស់សំខាន់របស់អញធ្លាក់ខ្ញុំឃើញឯងរត់ប្រអប់ធ្លាក់ដីខ្ញុំដឹងថាអាក្រក់ហើយខ្ញុំខ្ចីម៉ូតូពូលីបើកាត់ភ្លើងក្រហមមកឯងទៅជួយសង្គ្រោះឲ្យលឿនពើវាងគុណបំណាច់នេះខ្ញុំចៅតាឈៀងចាំដោយជីវិត 1,500 រាប់ឲ្យច្បាស់ភ្លាមប្រាប់បន្ទុកវះកាត់ឲ្យត្រៀមរៀបចំផ្លាស្មាភ្លាមបងលុយហើយជីវិតរួចតែគ្រោះថ្នាក់មិនទាន់ចប់តាឈៀងការវះកាត់ជោគជ័យតែជើងអ្នកជំងឺធ្ងន់ធ្ងរការព្យាបាលបន្តថ្នាំពិសេសនាំចូលពុកថ្លៃគេរាល់ថ្ងៃលុយ 5,400 ដែលនៅទ្រាំបានកន្លះខែអ្នកត្រូវត្រៀមខ្លួនរយៈពេលវែងអញនៅមន្ទីរពេទ្យមើលថែស៊ូរឿងលុយកុំបារម្ភ
ខ្ញុំទៅរកតាឈៀងអញនៅតែចង់ចេញសមុទ្រម្សិលមិញទៅប៉ះគ្នាជាមួយចៅចូលគាត់ច្បាស់ជាចាំអញលើសមុទ្រគាត់ចាំខ្ញុំសមុទ្រជារបស់មនុស្សទាំងអស់ចៅចូលជាអីហ៊ានបិទផ្លូវរកស៊ីខ្ញុំហ៊ានក្រឡាប់ទូគាត់ពូលីយកខ្សែកាបូនក្រាស់បំផុតមកត្រូវតែអូសសត្វសមុទ្រទម្ងន់500យកឈាមត្រីឆ្លាមស្រស់2ធុងទៀតហើយយកថ្នាំជក់ធំជាងគេមកតាឈៀងឯងឈួតហើយទិញឧបករណ៍បែបនេះឯងទៅវឹកហាត់ចាប់សត្វចម្លែកចង់រកលុយព្យាបាលស៊ូស៊ូឲ្យបានក្នុងកន្លះខែត្រូវទៅកន្លែងអរិយចម្ងាយ50ម៉ៃល៍សមុទ្រទីនោះមានទឹកនិងទឹករង្វិលច្រើនទុកធម្មតាទៅហើយស្លាប់ប៉ុន្តែទីនោះជាកន្លែងប្រមាញ់សត្វធំការប្រមាញ់សមុទ្រជ្រៅគឺភ្នាល់ជីវិតចាប់បានហើយត្រីនេះទម្ងន់400ជាងជាត្រីមាសថ្នាក់លើចៅគួយគាត់នាំកងទ័ពមកស្ទាក់ខ្ញុំមិនដឹងសោះគាត់ឲ្យគេដាក់ឧបករណ៍តាមដានក្រោមទូកខ្ញុំធ្វើប្រហែលហើយហាចៅតាឈៀងអញគិតថារត់ឆ្ងាយហើយខ្ញុំរកមិនឃើញឬអញយកខ្ញុំទៅលេងទៅប្លន់អតិថិជនខ្ញុំនៅសន្តាគារប៉ៃនីនស៊ូឡាថ្ងៃនេះខ្ញុំនឹងបង្ហាញឯងថាអ្វីទៅជាអំណាចដើមទុនពិតប្រាកដលោកចៅឧបករណ៍វាស់បង្ហាញគាត់ចាប់បានត្រីធូណាពណ៌លឿងកម្រិតកំពូលទំហំកំណត់ណាស់ត្រីធូណាល្អណាស់ជារបស់ខ្ញុំហើយបើកលបឿនពេញឲ្យប្រើលោកទឹកពីក្រោយទូកធំកាប់ទូកតូចរបស់វាបញ្ចេញសូរសំឡេងព្រៃបណ្ដេញត្រីជុំវិញឲ្យខ្ញុំចៅគួយឯងឈួតឬអីនេះជាកន្លែងអារក្សរលកទឹកពីទូកធំនឹងធ្វើឲ្យទឹករង្វិលក្រោមសមុទ្រដួលជប់និយាយរឿងឥតប្រយោជន៍ខ្ញុំរាប់ពាន់តោនខ្លាចទឹករង្វិលអីបើកឆ្លងទៅទម្លាក់សំណាញ់អូសសមុទ្រកាត់ខ្សែនេសាទវាចោលយកត្រីធូណានោះមកឲ្យខ្ញុំប្លន់ត្រីខ្ញុំកាត់ផ្លូវរស់ខ្ញុំចៅគួយនេះឯងរករឿងខ្លួនឯងទូកធំកាត់ខ្សែទាញស្ដេចចុះទឹកឯងនឹងស្លាប់យ៉ាងអាក្រក់ទម្លាក់សំណាញ់ចៅគួយមិនដឹងពីភាពភ័យរន្ធត់នៃកន្លែងអារក្សទេគាត់ទម្លាក់ដុំដែករាប់តោននេះចុះទៅវាជាប់នៅកណ្ដាលទឹកហូរក្រោមសមុទ្រអីហ្នឹងហេតុអីសំពើឈប់លោកបងអូសទាញជាប់នឹងទឹករលកក្រោមសមុទ្រកម្លាំងទាញខ្លាំងពេកម៉ាស៊ីនធារាសាស្ត្រឆេះសំពើកំពុងបាត់លំនឹងកាត់ខ្សែដែកចោលកាត់វាឲ្យលឿនជួយផងចៅដាចាងជួយខ្ញុំផងខ្ញុំមិនចង់ស្លាប់ទេបើអ្នកជួយខ្ញុំឲ្យអ្នកទីផ្សារត្រីក្រុងជីនសាទាំងមូលសូមអង្វរលោកបងខ្ញុំចៅដាចាងទូស្អប់គាត់ខ្លាំងតែខ្ញុំមិនយកលុយមើលមនុស្សរាប់សិបអ្នកលងទឹកស្លាប់ទេចាងដាចាងឯងឈួតហើយកុំមកវានឹងទាញឯងចូលដែរបិទមាត់អាអួនធ្វើតាមខ្ញុំចៅគួរចេះនេសាទព្រោះគោរពសមុទ្រមិនមែនអួតលុយឯងទេថ្ងៃនេះខ្ញុំមិនយកលុយឯងទេចេញត្រី400គីឡូល្អឥតខ្ចោះព្រះអើយត្រីលឿងធំបែបនេះ10ឆ្នាំមិនឃើញទេឥតមានស្នាមអ្វីតតែសោះហើយនៅរស់បង្ហូរឈាមបានល្អឥតខ្ចោះសាច់ស្ថិតក្នុងស្ថានភាពល្អបំផុតបងដាចាងខ្ញុំថា200យ៉នកន្លះគីឡូគឺប្រមាថត្រីនេះត្រីលឿងល្អនេះខ្ញុំមិនគិតតាមគីឡូ14500យ៉នខ្ញុំយកទាំងអស់4-500យ៉នដុំធំលើទ្រូងរាប់ខែទីបំផុតត្រូវបំបែកអស់ខ្ញុំឈ្នះចៅដាចាងខ្ញុំឈរជើងហើយពូមីងថ្លៃព្យាបាលខ្ញុំបងអស់ហើយប្រើថ្នាំនាំចូលទាំងអស់កុំបារម្ភអីសម្រាប់ឲ្យស្រួលតាចាងនេះ750យ៉នណាអញទៅធ្វើអីអញធ្វើអីមិនបានទេណាមីងខ្ញុំហ៊ានយកលុយពីព្រះឲ្យបងតាចាងឯងលំបាកហើយមិនអីទេនាងនាតថ្ងៃមុនឯងលក់ដីឲ្យខ្ញុំទុកចាស់មួយខ្ញុំចៅតាចាងស្បហើយថានឹងឲ្យឯងមានជីវិតល្អលុយ4500យ៉ននេះគ្រាន់តែចាប់ដើមទុកដែក20ម៉ែត្រមានម៉ាស៊ីនត្រជាក់ពុករ៉ាដាថ្មីសរុប51700មើលមុខគ្នាចាស់ឯងដាក់ប្រាក់មុន3000យ៉នសិននៅសល់ឯងសងបន្តិចម្ដងខ្ញុំធានាឲ្យយកព្រមកាត់ហើយធ្វើឯកសារក្នុងកាត់នៅសល់តែ700យ៉នប៉ុន្តែខ្ញុំចៅតាចាងនឹងក្លាយជាប្រធានអុកប៉ាល់ធំថ្ងៃដែលទុកចុះទឹកខ្ញុំនឹងសុំសួរនាងរៀបការតាចាងមកវិញឆាប់មកឲ្យលឿននាងឲ្យមានរឿងកាត់អីម៉ាក់ខ្ញុំដួលក្នុងបន្ទប់ពេទ្យថាគាំងបេះដូងស្រួយស្រាវត្រូវវះកាត់ដាក់បំពង់បេះដូងពេទ្យថាត្រូវដាក់ប្រាក់មុន2250យ៉នទើបចូលបន្ទប់វះកាត់ខ្ញុំអស់លុយហើយតាចាងជួយខ្ញុំកុំខ្លាចខ្ញុំមកដល់ហើយឲ្យពេទ្យត្រៀមវះកាត់ខ្ញុំនឹងដោះស្រាយអ្នកជាសាច់ញាតិចៅតាចាងមែនទេអ្នកជំងឺគ្រោះថ្នាក់ខ្លាំងបេះដូងខ្វះឈាមច្រើនត្រូវប្រើឧបករណ៍ដាក់ស្របេះនិងម៉ាស៊ីនបូមឈាមសាច់ញាតិទៅរកលុយមកថ្លៃវះកាត់បន្ថែម2200យើងចូលទៅសង្គ្រោះមុនខ្ញុំទៅបងចាយលឿន2250យ៉ន
លេខសម្ងាត់សុំទោសលុយមិនគ្រប់តាចាងអត់ទេខ្ញុំនឹងសម្លាប់ឪពុកម្ដាយខ្ញុំលោកអង្វាងលុបចោលការបញ្ជាទិញទូកខ្ញុំតាចាងឯងនិយាយលេងអីកិច្ចសន្យាចុះហើយលេខចាប់ផ្ដើមកាត់ហើយឥឡូវអ្នកលុបចោលនោះជាការបំពេញកិច្ចសន្យាអ្នកត្រូវសងប្រាក់ពិន័យ 50% គឺ 1500 យ៉នអ្នកឈួតហើយកុំអីតាឈៀងកុំនោះជាលុយទិញទូកធំរបស់អ្នកនោះជាសង្ឃឹមចុងក្រោយរបស់អ្នកមិនអាចដកវិញទេខ្ញុំព្រមពិន័យ 1500 អ្នកកាត់ទុក 1500 ឥឡូវភ្លាមដាក់ចូលកាត់វិញខ្ញុំត្រូវការលុយសង្គ្រោះតាឈៀងអ្នកជាបរិសុទ្ធពិត2នាទីលុយនឹងចូលវិញ 2250 យ៉នរៀបចំវះកាត់ឲ្យខ្ញុំភ្លាមជីវិតបានសង្គ្រោះប៉ុន្តែខ្ញុំចៅតាឈៀងខ្លាចជាអ្នកក៏ទេក្នុងកាត់សល់សូន្យថ្លៃពេទ្យបន្តទៀតគឺជារណ្ដៅគ្មានបាខ្ញុំមិនអាចឈប់ទេត្រូវចេញសមុទ្រភ្លាមអត់ទេឆ្មាំសមុទ្រចេញសញ្ញាគ្រោះថ្នាក់ហើយជាទឹកជំនន់ដែលមិនធ្លាប់មានក្នុង10ឆ្នាំអាកាសធាតុបែបនេះចេញសមុទ្រស្លាប់គ្មានរស់ទេព្យុះកំបុតត្បូងសមុទ្របែបធ្ងន់ធ្ងរនេះជារោគគ្មានផ្លូវរស់ក៏ជាឃ្លាំងកំពូលដែលព្រះឲ្យមកណាព្រះអយុធធម៌ឯងចង់យកខ្ញុំថ្ងៃនេះមើលថាឯងមានសមត្ថភាពអត់ទម្លាក់សំណាញ់ពេញសំណាញ់ប្រកាសជាត្រីធំបើទាញសម្ពេតទាំងអស់នឹងដោះស្រាយទុកធំខ្ញុំក៏អាចសង់វិញចូលឡើងម៉ាស៊ីនផ្ទុះហើយម៉ាស៊ីនម៉ាស៊ូចាស់ក្រោមបន្ទុកខ្លាំងខូចទាំងស្រុងនោះហៅថាច្រកទ្វារខ្មោចជាថ្មប៉ព្រះទឹកជាប់គ្នាគ្មានកម្លាំងរត់គេចទេប៉បុកចូលទុកទាំងមូលនឹងបែកខ្ទេចភ្លាមខ្ញុំក៏ស្លាប់គ្មានសល់ថ្មប៉ព្រះទឹកនៅមុខភ្នែកម៉ាស៊ីនផ្ទុះម៉ាស៊ីនអុកស៊ីសែនជាប់ព្រះអយុធធម៌ឯងចង់យកខ្ញុំចៅតាឈៀងឯងនៅក្មេងពេកអត់មានម៉ាស៊ីនទេតែខ្ញុំនៅមានកម្លាំងដើម20ឆ្នាំវឹកហាត់ក្នុងសមុទ្រចេះបើកទុកហើយលើកសំពើឡើងខ្យល់បក់ទិសនិរដីទឹកហូរទៅជើងបើកប្រឆាំងបង្វែរទៅរួចហើយតែក្នុងក្បាលខ្ញុំភ្លឺឡើងសំណាញ់ថ្លៃរាប់ពាន់យ៉ននៅជាប់នឹងរនៀបខ្យល់ខ្លាំងម្លេះហេតុអីមិនឲ្យធម្មជាតិជួយទាញសំណាញ់ឡើងហាព្រះឲ្យឯងមិនបានបុកត្រីខ្ញុំស្លាប់ទេទុកជាថ្លៃបញ្ចាំត្រីរស់សមុទ្រសុទ្ធតែត្រីរស់ព្រៃពីបាតសមុទ្រហើយមានខ្យងធំជាងអាងលោកគ្រូចុងភើឡាមយកឡានត្រជាក់ធំបំផុតមកយកលុយមកដៃមកកំពុងផែក្រុងជីខ្ញុំរកឃើញរបស់ល្អត្រីរស់ព្រៃរាប់ពាន់គីឡូនិងខ្យងធំបងធំឯងនិយាយលេងទេខ្ញុំយកលុយទៅលើទុកឲ្យខ្ញុំអ្នកណាហ៊ានឆក់ខ្ញុំមិនទុកកំពុងផែក្រុងជីនសារអស់អូនធំកំមកកំពុងផែត្រូវបិទលោកចាហ្វៃចៅមានរឿងអីកំពុងផែនេះជាសាធារណៈហេតុអីឯងដាក់សំណាញ់បិទ2ម៉ោងមុនក្រុមហ៊ុនខ្ញុំបានជួលកំពុងផែជីនសារដោយស្រុកផ្ដាច់មុខ10ឆ្នាំឯកសារទាំងអស់ត្រឹមត្រូវឥឡូវកំពុងផែទាំងមូលជាកម្មសិទ្ធិឯកជនរបស់ខ្ញុំនឹងឲ្យប៉ាល់បុកទុកឯងមិនអាចប្តឹងបានទេលោកចៅហ្វាយចៅខ្ញុំឡាំយ៉ាវតុងទំនិញលើទុកធំជារបស់សន្តាគារខ្ញុំនេះជាការរារាំងរំខានការជួញដូរចុងភៅខ្ញុំគោរពលោកជាចុងភៅធំក្នុងក្រុងតែនេះគឺស្រុកជីនសាខ្ញុំមិនរំខានការតែសំពើរបស់ចៅតាឈៀងមិនអាចចុចក្បែរច្រាំងខ្ញុំទេបើគាត់មានសមត្ថភាពឲ្យត្រីរបស់គាត់ហៅចូលឡានត្រជាក់របស់អ្នកទៅលោកចៅខ្ញុំសូមអង្វរលោកទំនិញនៅលើសំពើតាឈៀងត្រូវលក់យកលុយបង់ថ្លៃមន្ទីរពេទ្យម្ដាយខ្ញុំសូមលោកអនុញ្ញាតឲ្យគាត់ចុចច្រាំងចៅតាឈៀងម្សិលមិញឯងកាត់ខ្សែដៃកូនខ្ញុំនៅកណ្ដាលសមុទ្រធ្វើឲ្យវាស្ទើរតែស្លាប់ថ្ងៃនេះខ្ញុំនឹងសងសឹកឯងឥឡូវម៉ោង12ថ្ងៃត្រង់សេតុនហភាព30ទឹករបស់ឯងគ្មានម៉ាស៊ីនបូមអុកស៊ីសែនក្នុងនោះគ្រប់តែ30នាទីប៉ុណ្ណោះម៉ាស៊ីនផ្ទុះធំទឹកខ្លាយជាស្រងប់ចៅធានប៉ាមិនត្រឹមតែកាត់ផ្លូវរកលុយគាត់កំពុងបង្ខំខ្ញុំឲ្យអន់ក្បាលដោយយកជីវិតកន្លង30នាទីត្រីបាស៊ីក្នុងសំពើឯងខ្ញុំចង់ឲ្យឯងមិនបានមួយខ្ញុំចង់ឲ្យឯងខូចផ្ទះខូចគ្រួសារឯងនេះចង់ឲ្យគេស្លាប់ហើយលោកចៅកុំធ្វើអាក្រក់ពេកនៅស្ងៀមអ្នកណានិយាយទៀតឯងសំពើគេកុំចេញសមុទ្រឯងគិតថាទិញកំពុងផែចាក់សោសំពើខ្ញុំបានឯងភ្លេចថាសមុទ្រស្រុកជីនសាមិនមែននាមត្រកូលចៅទេឆ្នេរអរិយខាងស្ដាំកំសំពើតូចបំផុតចូលទៅក៏បែកខ្ទេចដូច្នេះគេមិនដាក់ក្នុងការជាកន្លែងសាកតេមិនហ៊ានទៅមិនមែនខ្ញុំធំឡើងបេះខ្យងនៅរំទឹកមានរុនទឹកជ្រៅបើកបលល្អឥតខ្ចោះខ្ញុំអាចឆ្លងត្រង់ទៅឆ្នេរខ្សាច់ខាងក្រោយលោកចុងផើតាឈៀងខ្ញុំនឹងយកមនុស្សឯងនឹងឡានឯងឥឡូវនេះបើកឡានទៅឆ្នេរអរិយក្បែរនោះរៀបចំទឹកកកខ្ញុំតាឈៀងឯងឈួតហើយតាចាងឯងឈួតហើយនោះហើយជាឆ្នេរអរិយទុកឯងនឹងបែកជាដុំហាឯងឈួតហើយមែនឯងចង់ចូលចតពីឆ្នេរអរិយអូខេថ្ងៃនេះខ្ញុំនឹងឈរត្រង់នេះមើលឯងបុកខ្លួនឯងឲ្យខ្ទេចនាងនេះមើលឲ្យច្បាស់ថ្ងៃនេះខ្ញុំនឹងនៅមុខគាត់យកមាសពេញទូកនេះឡើងចត50ម៉ែត្រ30ម៉ែត្របុកឲ្យគាត់ស្លាប់ប្រាកដរកស្លាប់ថ្ងៃនេះសន្សំលុយបញ្ចុះសពសូម៉ានឌូបាត់ចេញកម្លាំងប្រកិតនេះជាវាំងធម្មជាតិគាត់បន្សាបកម្លាំងទូកតែបុកច្រាំងថ្មទឹកចូលហើយទុកនៅដដែលជីវិតនៅដដែលអីវ៉ាន់សមុទ្រល្អនៅដដែលដែលជាងពូកែណាស់ជំនាញបើកទូកបងដាជាង
ត្រីអីត្រីខ្ញុំព្រះឲ្យពណ៌នេះភាពរួមរវើកនេះទាំងអស់នេះពីបាត់សមុទ្រព្រះឲ្យតែជាងឯងធ្វើបានយ៉ាងម៉េចកុំនិយាយច្រើនថ្លឹងគិតលុយថ្លឹងលឿននេះទូវត្តទីអ្នករាល់គ្នាក៏មិនសូវមានលុយត្រីខ្លះខ្ញុំធម្មតាតម្លៃប៉ុន្មានតែត្រីថ្មពណ៌ព្រះអ្នកមានក្នុងទីក្រុងប្រជែងគ្នារកស៊ីថ្ងៃនេះខ្ញុំប្រាប់ខ្ញុំទិញ1 យ៉នកន្លះគីឡូទុកឯងនេះមួយនោះគឺ1000យ៉នពុកបង្កងពីក្បាលនេះខ្ញុំបន្ថែម1250យ៉នដាជាវតម្លៃនេះខ្ពស់បំផុតក្នុងខេត្តយើងឲ្យលុយមក1250យ៉នជីវិតម្ដាយទីបំផុតក៏ទទួលបានផលដ៏ធំមួយអ្នកធ្វើអូនភ័យស្លាប់គិតថាលែងបានជួបអ្នកទៀតហើយនាងនាគកុំយំចាប់ពីថ្ងៃនេះទៅគ្មានអ្នកណាអាចយកលុយមកសង្កត់យើងបានទេហាហាសងបំណុលទាំងអស់ឲ្យអស់ប្រើថ្នាំនាំចូលល្អបំផុតលុយដែលនៅសល់ដាក់ចូលកន្នីមន្ទីរពេទ្យទាំងអស់តាចាងជាកូនល្អអញប្រថុយជីវិតរកលុយដើម្បីពូយើងពីរអ្នកចាស់ពូមួយជីវិតនេះធ្វើគោធ្វើក្របីសង្ហែងពូនឹងមានសម្រាប់ព្យាបាលឲ្យបានល្អនាងនាគកាលពីឆ្នាំមុនលក់ដីលក់ដូរទិញទុកគុណនេះមិនមែនត្រឹមតែ1000សំបីតែ10000យ៉នពេលពូនឹងមានជាសេះស្បើយល្អបងនឹងរៀបការយ៉ាងអធិកយកនាងនាគមកធ្វើជាប្រពន្ធយកលុយដែលនៅសល់ជាង800យ៉នធ្វើជាបុករួមទាំងប្រាក់កម្ចីពីធនាគារបងយកទុកធំនេះមកវិញប៉ុន្តែនៅក្នុងក្រសែភ្នែកនេះមិនមែនគ្រាន់តែជាវិមានតែវាជាភាពអស់សង្ឃឹមគ្រួសារចៅបានជួលកំពុងផែសាធារណៈនេសាទទាំងអស់បើមិនលក់ត្រីឲ្យគ្រួសារចៅក្នុងតម្លៃថោកមិនត្រូវបានឲ្យជួលនេះមិនមែនគ្រាន់តែជាវិមានតែវាជាភាពអស់សង្ឃឹមគ្រួសារចៅបានជួលកំពុងផែសាធារណៈនេសាទទាំងអស់បើមិនលក់ត្រីឲ្យគ្រួសារចៅក្នុងតម្លៃថោកមិនត្រូវបានឲ្យជួលគេអ៊ូតងតែត្រូវដើមទុនចាប់កញ្ចឹងយ៉ាងតឹងបងប្អូនឲ្យសមុទ្រជារបស់មនុស្សទាំងអស់គ្នាចៅធានប៉ាអាចបិទកំពុងតែគាត់មិនអាចបិទផ្លូវចេញទៅសមុទ្ររបស់យើងចាប់ពីថ្ងៃនេះខ្ញុំចៅដាចាងជាអ្នកសហគមន៍នេសាទជួយគ្នាទៅវិញទៅមកអ្នកណាដែលមិនចង់ស៊ូទ្រាំនឹងការជិះជាន់សូមមកតាមខ្ញុំនឹងបង្រៀនជំនាញរកកន្លែងត្រីនឹងដោយមិនលាក់លៀមទៅណាចៅធានប៉ាដាចាងរាប់ខ្ញុំផងលែងធ្វើឆ្កែឲ្យគ្រួសារចៅទៀតហើយរាប់ខ្ញុំត្រឹមតែមួយថ្ងៃប៉ុណ្ណោះអ្នកនេសាទ90%នៅបានចូលរួមសហគមន៍របស់ខ្ញុំទាំងអស់យើងគិតពីសំណាញ់ការពីខ្សាច់របស់គ្រួសារខ្ញុំប្រើបច្ចេកទេសរកត្រីក្នុងសមុទ្រជ្រៅនាំកប៉ាល់កិច្ចពីទឹកហូរក្រោមកំណត់ផ្លូវត្រីឲ្យចំត្រឹមតែកន្លះខែកប៉ាល់សហករណ៍ទាំងអស់ចាប់បានពេញអ្នកនេសាទដែលធ្លាប់ត្រូវគ្រួសារចៅសំបីតែបាយក៏គ្មានហូបគ្រប់គ្រួសារបានលុយច្រើនអ្នកនេសាទក្រីក្រនៅក្រុងជីនសាក្រោកឈរឡើងអញអត់ប្រយោជន៍មិនក៏ខ្ញុំសម្រាលបានកូនអីឥតខ្ញុំជួលកំពុងផែឯងហើយអញចាប់ត្រីមិនបានសំបីតែមួយឥឡូវភោជនីយដ្ឋានទៅយកទំនិញពីចៅថៅដាចាសង្វាក់ហិរញ្ញវត្ថុក្រុមហ៊ុនយើងនឹងដាច់អញយកអីមកឆ្លើយខ្ញុំចៅថៅដាចាងជាអ្នកនេសាទកន្លះខែប៉ុណ្ណោះដាក់អញដល់ប៉ុន្មានថ្ងៃនេះអញចេញពីក្រុមហ៊ុនទៅចៅថៅដាចាងសុទ្ធតែឯងបើឯងនៅខ្ញុំមិនដែលងើបមុខឡើងទេគាត់មិនវាយខ្ញុំទេគាត់ចង់ឈ្នះផ្នែកចំនួនក្នុងទីផ្សារដែលខ្លាំងស៊ីខ្សោយគាត់នឹងកំទេចខ្ញុំដោយសុចរិតថៅដាចាងមើលនោះចៅថៅដាចាងឯងរកត្រីប៉ិនមែនទេថ្ងៃនេះឲ្យឯងរកមិនឃើញសំបីតែមួយថៅដាចាងត្រីរត់អស់ហើយរត់ទៅចៅថៅគួទាំងអស់ទីក្រុងទូរស័ព្ទមកចៅថៅគួប្រើប៉ាល់ធំចាប់ត្រីក្នុងតម្លៃថោកស្រាក់ឲ្យផ្សារទាំងអស់ក្នុងទីក្រុងគាត់ដុតលុយធ្វើសង្គ្រាមតម្លៃចង់ធ្វើឲ្យយើងស្លាប់យឺតថៅដាចាងធ្វើម៉េចអ្នកទាំងអស់គ្នាចិត្តដួលហើយចង់លេងសង្គ្រាមធនធានចៅថៅគួឯងមិនទាន់មានបាបទេប្រាប់កប៉ាល់ទាំងអស់ទីសំណាញ់ត្រឡប់កំពង់ផែត្រឡប់វិញអត់ចាប់ទុកគេឆក់ចាប់អីមិនឃើញទឹកសមុទ្រប្រែពណ៌មិនឃើញបាក់សីសមុទ្រហាចូលដេកប្រាប់តាមខ្ញុំកប៉ាល់សហករណ៍ទាំងអស់កប៉ាល់ទាំងអស់របស់សហករណ៍ត្រឡប់ទៅកំពង់ផែវិញឲ្យលឿនចុងកប៉ាល់ឲ្យជាប់នឹងកំពង់ផែហាមអ្នកណាចេញសមុទ្រកូនឯងវិញកប៉ាល់3គ្រឿងនោះលោកម្ចាស់កូនឯងថាមិនចង់ចាញ់ចៅថៅគាត់ចង់ដណ្ដើមយករដូវមាសនេះដើម្បីបញ្ជាក់ឲ្យលោកគាត់នាំកប៉ាល់3គ្រឿងទៅសមុទ្រឆ្ងាយខ្សែដែលជាប់ហើយម៉ាស៊ីនផ្ទុះហើយទឹកចូលកប៉ាល់ហើយកប៉ាល់លេខ2និង3បែកខ្ញាច់ដោយខ្យល់ជួយផងអ្នកណាជួយយើងផងគុណកាត់សំណាញ់ចោលឲ្យលឿនបោះបង់កប៉ាល់ចុះប៉ាមិនថាកូនទេប៉ាកូនចង់ឲ្យប៉ារុះវិញតែកាត់មិនដាច់ទេរលកធំណាស់ឈរលើប៉ាល់ឧបករណ៍ធ្លាក់សមុទ្រទឹកឡើងដល់ទ្រូងហើយប៉ាសុំទោសខ្ញុំនៅតែមិនអាចធ្វើឲ្យប៉ាមានមោទនភាពគុណរបស់ប៉ាឲ្យជួយផងអ្នកណាជួយកូនខ្ញុំឲ្យ1000យ៉នខ្ញុំឲ្យ2000សូមអង្វរអ្នកទាំងសូមអង្វរជួយគាត់ផងលោកថៅមិនមែនយើងមិនជួយសមុទ្រឆ្ងាយមានខ្យល់ព្យុះកម្រិតប៉ាល់តូចរបស់យើងចេញមិនទាន់ដល់កណ្ដាលព្យុះក៏បែកណាហ៊ានយកជីវិតខ្លួនទៅបដូរនឹងកូនគាត់តាចៅឯងឈួតហើយនោះគឺចៅកូនហេតុអីយើងត្រូវប្រថុយគ្រួសារថៅធ្វើបាបអ្នកដទៃកើតមកដើម្បីឲ្យគាត់ប្រើនាងខ្ញុំស្អប់គ្រួសារថៅខ្ញុំចង់ជន់ថៅគួរឲ្យដីនៅក្នុងជំនួយច្បាប់សមុទ្រថាឃើញគេស្លាប់មិនជួយមិនសមជាកូនចៅអ្នកនេសាទថៅគួរជាមនុស្សអាក្រក់តែនៅលើប៉ាល់គាត់មាននាវិករាប់សិបថ្ងៃនេះខ្ញុំចេញសមុទ្រមិនមែនដើម្បីលុយឬសងសឹកទេតែដោយសារខ្ញុំជាអ្នកនេសាទជួយអ្នកមានទុក្ខតាចៅរ៉ាដាបង្ហាញថាចម្ងាយ2ម៉ៃគឺច្រឡំព្យុះតែរលកធំណាស់កប៉ាល់យើងចូលទៅអាចនឹងចាក់ទឹកជ្រាបឲ្យពេញទាំងអស់ពេញសមត្ថភាពបើកពេញទំហឹងចូលទៅចិត្តឲ្យចូលទៅចិត្តឈួតហើយតាឈៀងឯងឈួតហើយបើសិនជាបុកគ្នាកប៉ាល់ថ្មីរបស់យើងក៏ខូចដែរហាភេងបុកភ្លើងបើកលបឿនពេញកាត់ឲ្យចិត្តក្រោយមកព្រះចក្រសោកប៉ាល់ទាំងពីរ
អូបងធំរកគាត់ខុសហើយចៅឈូក្រោកឡើងខ្ញុំចាញ់អស់ហើយហេតុអ្វីបានជាឯងមកកៅលីនជាប់ស្លាប់លាក់ទឹកសមុទ្រទៅបាល់នេះនឹងលឿងទាំងអស់គ្នានឹងស្លាប់នៅទីនេះកាត់ចេញទាំងអស់កាត់ឲ្យដាច់អេអូយមួយចុងក្រោយកាត់ឲ្យដាច់បងអ្នកទាំងអស់គ្នាឡើងកប៉ាល់ខ្ញុំកាត់ដាច់ហើយបើកត្រឡប់កំពង់ផែអត់ប្រយោជន៍សោះកប៉ាល់ធំ3គ្រឿងណាខ្ញុំយកដីក្រុមហ៊ុនធ្វើជាបញ្ជីលុយគេមកឥឡូវកប៉ាល់លិចអស់ខ្វះលុយរាប់ម៉ឺនអ្នកណាសងឯងនៅមានមុខមកវិញទៀតស្លាប់ចោលក្នុងសមុទ្រលោកពិតជាចង់ឲ្យខ្ញុំស្លាប់ក្នុងសមុទ្រមែនតាំងពីតូចលោកមើលឃើញតែលុយតែចំនួនធ្វើល្អលោកថាបង្រៀនធ្វើខុសខ្ញុំជាមនុស្សអត់ប្រយោជន៍ខ្ញុំបញ្ចាំអ្វីទាំងអស់ទៅដណ្ដើមយកជីវសិនដើម្បីអ្វីដើម្បីបញ្ជាក់ឲ្យលោកឃើញខ្ញុំចៅមិនមែនឆ្កែដែលចេះតែស្ដាប់បង្គាប់ខ្ញុំជាមនុស្សដែលចង់បានការទទួលឪពុកខ្លួនឯងពេលកប៉ាល់លិចខ្ញុំគ្មានឲ្យជីវិតទេលោកដឹងទេហេតុអ្វីលោកឈួតអីនេះអីជ្រៅក្នុងក្រុងជីនសានេះជាផែនការរបស់ក្រុមហ៊ុននេសាទសមុទ្រជ្រៅហើយយន់យួនក្រុមហ៊ុនឪពុកឯងដួលរលំឥឡូវឯងគ្មានអ្វីសែឯងចេះផ្លូវលក់ក្នុងទីក្រុងឯងចេះរបៀបដឹកជញ្ជូនឯងមានចំណេះដឹងចេះគ្រប់ខ្ញុំចៅតាចាំងចេះច្បាប់សមុទ្រខ្ញុំមានកងនាវាល្អជាងគេក្នុងក្រុងឯងហ៊ានគេចពីស្រមោលឪពុកប្រាសមត្ថភាពខ្លួនឯងធ្វើជាដៃគូជាមួយខ្ញុំរកស៊ីធំទេយើងនឹងលក់ត្រីពីក្រុងជីនសាមិនត្រឹមតែក្នុងទីក្រុងទេតែពេញខេត្តនិងពេញប្រទេសព្រោះគាត់យកឲ្យជីវិតចុងក្រោយដែលនៅសល់លើប៉ាពាក់ឲ្យកូនជាងវឹកហាត់នេះចៅធានប៉ាឯងក្រៅពីលុយគ្មានអ្វីសោះឯងប្រើច្បាប់ខុសខើគិតរកតែប្រយោជន៍ពេញឯងគិតថាលុយទិញផ្លូវចេញតែឯងកញ្ញាមិនដល់កូនប្រុសឯងជាមនុស្សតែថ្ងៃនេះវាធ្វើដូចបរោះនៅលើការពីនាវិកវាឯងរុញវាឲ្យស្លាប់ដោយដៃខ្លួនឥឡូវនៅចង់ជន់ឈ្លីសេចក្តីថ្លៃថ្នូរចុងក្រោយថ្ងៃនេះខ្ញុំចៅតាចាំងដាក់ពាក្យទុកសមុទ្រក្រុងជីនសាពឹងលើបងប្អូនរួមចិត្តពឹងលើមិត្តភាពដូចជីវិតច្បាប់ដែលគិតតែលុយនឹងកេងប្រវ័ញ្ចថ្ងៃនេះចប់សពគ្រប់ហើយតាចាំងនិយាយត្រូវចេញពីក្រុងជីនសាទៅតាជាវសុំទោសពីមុនខ្ញុំខ្វាក់ភ្នែកខ្ញុំជាមនុស្សអាក្រក់ថ្ងៃនេះជីវិតនេះគឺអ្នកខ្ញុំចៅគូចាញ់ដោយពេញចិត្តតែសារសេចក្តីថ្លៃថ្នូរបរោះតែខ្នងដែលអន់ចុះរបស់គាត់បង្ហាញពីការចុះចាញ់និងផ្សះផ្សាទាំងស្រុងកន្លះឆ្នាំហើយក្រុងជីនសាប្រែមុខមាត់ទាំងស្រុងខ្ញុំនឹងចៅគូធ្វើការក្រុមហ៊ុននេសាទសមុទ្រជ្រៅហើយយន់យួនហេតាក់ទាញទុកនេសាទក្នុងក្រុងបានខ្ញុំទទួលនាំក្រុមចេញសារជំនាញរដងសំពើពេញត្រឡប់មកវិញលីចៅគួយប្រែខ្លាយលែងធ្វើជាកូនអ្នកមានទីរាល់ថ្ងៃពាក់ស្បែកជើងចាស់ទៅមើលផ្លូវលក់ដុំនៅកំពង់ផែដោយខ្លួនកិច្ចសន្យាជាមួយការិយាល័យពាណិជ្ជកម្មបរទេសបានចុះហើយថ្ងៃទី1ខែក្រោយពិព័រណ៍ផលិតផលសមុទ្រនៅទីក្រុងបង្ហាញផលិតផលសមុទ្រព្រៃល្អបំផុតមុនសរុប 20,000 ជីនបើទំនិញនេះបង្ហាញនៅក្នុងពិព័រណ៍យ៉ាងរស់រវើកត្រីយើងនឹងអាចនាំចេញផ្ទាល់បាន 20,000 ជីនល្អបំផុតល្អណាស់ពេលចប់កិច្ចសន្យានេះរកលុយបានខ្ញុំចៅតាចាំងនឹងរៀបចំពិធីជប់លៀងពេញរៀបការជាមួយស៊ូនីងយ៉ាងអធិកអធមឯងស្រែកអីអ្នកណាថាចង់រៀបការជាមួយឯងរយៈពេលកន្លះខែយើងប្រយុទ្ធគ្នាយ៉ាងឆ្កួតនៅក្នុងសមុទ្រជ្រៅកិច្ចពីថ្មប៉ព្រះទឹកទប់ទល់នឹងរលកខ្យល់ទីបំផុតមួយថ្ងៃមុនថ្ងៃកំណត់ប្រមូលបាន 20,000 ជីននៃផលិតផលសមុទ្រល្អបំផុតអ្វីត្រៀមរួចរាល់រថយន្តដឹកទូទឹកកក10គ្រឿងតាក់ទងរួចហើយឯកព្រឹកត្រូវចេញដំណើរ6ម៉ោងទៅដល់កំពង់តាចាំងកុំបារម្ភកិច្ចសន្យាច្បាស់លាស់ហើយខ្ញុំថែមទាំងបងប្រាក់កក់ក្រុមរថយន្តស្អែកមកដល់កំពង់ផែយើងទាន់ពេលថ្ងៃស្អែកក្រោយភូមិយើងនឹងប្រែក្លាយទាំងស្រុងព្រះហាក់មិនចង់ឲ្យខ្ញុំឈ្នះស្រួលទេមានរឿងអីរថយន្តនៅឯណាទូរស័ព្ទមិនដល់ថៅកែរោងចក្រក៏បិទទូរស័ព្ទដែរលោកឈៀនវ៉ាន់លីម្ចាស់ក្រុមហ៊ុនហៃស៊ីងមកទីនេះធ្វើអីឈៀនវ៉ាន់លីអ្នកផ្ដាច់មុខផលិតផលសមុទ្រធំប៉ុន្មានឆ្នាំនេះរកលុយបានច្រើនកិច្ចសន្យាពិព័រណ៍នាំចេញនេះធ្លាប់ជារបស់គាត់ជានិច្ចតែយើងភូមិយើងដណ្ដើមបានដោយគុណភាពមកវិញខ្ញុំមកធ្វើអីខ្ញុំមកសងលុយពីណៃឲ្យអ្នករាល់គ្នាលោកចៅសុំទោសណាស់លោកឈៀនកាលពីយប់មិញគាត់ឲ្យថ្លៃ5ដងជួលឡានត្រជាក់យើងទាំងអស់នឹងជុំវិញក្រុងឯងនិយាយខុសហើយនេះវាចង់សម្លាប់យើងសៀវហួយចាប់ពីម៉ោង2មានឡានគ្មានអ្នកត្រីស្រស់ 20,000 ជីនចេញពីទឹកសមុទ្រ3ម៉ោងស្លាប់អស់ដល់ពេលយើងមិនទាន់បញ្ជូនទៅពីណៃរបស់ការិយាល័យពីនេះអាចធ្វើឲ្យភូមិយើងទាំងមូលខ្ទេចខ្ទីហាក្មេងកុំតក់ស្លុតនេះជាការប្រកួតប្រជែងពាណិជ្ជកម្មយ៉ាងស្របច្បាប់ខ្ញុំគ្រាន់តែឲ្យថ្លៃខ្ពស់ជាងទិញធនធានដឹកជញ្ជូនទាំងអស់ឯងនឹងឲ្យអ្នកនេសាទឈ្មោះចៅតាជំនាញល្អកាលពីមន្ត្រីល្អថ្ងៃនេះខ្ញុំនឹងប្រាប់ផ្លូវត្រី 20,000 ជីនសម្រាប់តែខ្ញុំទិញក្នុងតម្លៃ5តែឯងមិនលក់3ម៉ោងទៀតថ្ងៃរះត្រីឯងនឹងខ្លាយជាសេនោះឯងមិនត្រឹមតែមិនបានលក់ថែមទាំងត្រូវសងពីណៃ 10,000 ឯងនឹងទៅនៅក្នុងគុកអស់មួយជីវិតធ្វើម៉េចទៅនាងឈៀងពីណៃ 10,000 យន់ពីណៃយើងលក់សំពើទាំងអស់ក៏មិនគ្រប់ដែរខ្ញុំនឹងសម្លាប់ឯងកុំប្រើកម្លាំងបើវាគ្នាប៉ូលីសមកទំនិញនេះនឹងខូចខាតអស់ឆាន់វ៉ាន់លីឯងគិតថាយកលុយជួលឡានទាំងអស់អាចបង្ខំអញឲ្យចុះមិនអញ្ចឹងទេហាពីទីនេះទៅកំពង់ផែក្រុង200គីឡូមានឡានត្រជាក់មិនដឹងឯងឲ្យត្រីហើទៅឬថ្ងៃនេះខ្ញុំនឹងឈរនៅមើលអ្នកក្រទាំងនេះដួលរលំបើផ្លូវគោកមិនរួចអញនឹងយកផ្លូវទឹកចៅទៅយកសំណាញ់នីឡុងទាំងអស់ក្នុងយកដៃគ្រប់ដុំមកឲ្យខ្ញុំទាំងអាទៅយកអណ្ដែតធំរាប់រយនៅក្នុងឃ្លាំងយកចេញមកតាឆាងទីក្រុងធំនៅមាត់ទន្លេសំពើយើងយឺតហើយធំប្រេងដាក់មិនដកណាថាខ្ញុំដាក់ក្នុងខ្ញុំនឹងសង់សំពើអូសត្រង់ត្រីយៈអូសត្រង់ត្រីទៅត្រីទាំងនេះរស់ក្នុងទឹកសមុទ្រហើយដឹកទៅ
ហាហាហាឯងឈួតហើយមែនអូទៅស្រុកស្រែលើសមុទ្រទៅទីក្រុងត្រូវយ៉ាងតិច12ម៉ោងផ្កាឈូកក៏ងាប់អស់ឯងចេះអីពីសមុទ្រប៉ុន្មានថ្ងៃនេះជារលកធំក្រៅសមុទ្រក្រុងកំមានទឹករលកខ្មៅហូរត្រង់ទៅមាត់ទន្លេបើសំពើមានកម្លាំងគ្រប់ប្រើកម្លាំងទឹករលក6ម៉ោងគ្រប់គ្រាន់ឲ្យខ្ញុំដឹកទំនិញចូលកំពង់ផែទាំងអស់គ្នាចុះធ្វើការបណ្ដោយ10ម៉ែត្រតឹង5ម៉ែត្រត្រីនៅក្នុងទឹកសមុទ្រធម្មជាតិរស់រវើកជាងនៅក្នុងរថយន្តដឹកទៅទៀតត្រង់ត្រីចង់រួចហើយខ្សែដៃ2ជាន់ចង់ជាប់បណ្ដោយ10ម៉ែត្រតឹង5ម៉ែត្រត្រីនៅក្នុងទឹកសមុទ្រធម្មជាតិរស់រវើកជាងនៅក្នុងរថយន្តដឹកទៅទៀតត្រង់ត្រីចង់រួចហើយខ្សែដៃ2ជាន់ចង់ជាប់នឹងរឹកសំពើយើងតាឈីវខ្ញុំទៅជាមួយឯងដែរទៀនវ៉ាន់លីរងចាំសម្រាប់ចុះថ្ងៃនេះម៉ោង2រសៀលខ្ញុំនៅកំពង់ផែទីឲ្យឯងមើលថាអីជាអ្នករឹងរូសពិតបើកម៉ាស៊ីនពីពេញទំហឹងចេញពីសមុទ្រកំសាន្តទៅខ្ញុំឃើញបន្ទាត់ច្បាស់មួយលើផ្ទៃទឹកពីគ្នាយ៉ាងច្បាស់ពណ៌ទឹកសមុទ្រពីខៀវស្រាលប្រែទៅជាខ្មៅងឹតនោះជាទឹករលកលឿនគួរឲ្យខ្លាចចូលទឹករលកខ្មៅតាឆាងខាងមុខជាតំបន់ជីទឹករលកនៅទីនេះនឹងបង្កើតទឹករលកត្រង់ធំបែបនេះបើត្រង់ទៅប៉ះថ្មយើងនឹងត្រូវអូសក្រឡាប់ទាំងសំពៅបន្ថយលបឿនមិនបានបន្ថយហើយខានពីពណ៌ចាប់ឲ្យជាប់ប្រយ័ត្នកុំសម្រាកខាងមុខនៅមានការធ្វើដំណើរខ្លាំង3ម៉ោងទៀតដៃខ្ញុំរឹងអស់ហើយមិនអាចពុតបានទេខ្ញុំពឹងតែសភាពកឹកងាវិចដែលជាប់ក្នុងខ្លួននាំសំពើនេះនិងសង្ឃឹម20000ជីងរបស់ភូមិដើរលើខ្សែជីវិតយ៉ាងប្រថុយអ្នកទាំងអស់គ្នាពួកអ្នកភូមិប្រកាសជាមិនអាចដឹកពីពណ៌ថ្ងៃនេះត្រូវមើលទំនិញក្រុមហ៊ុន Haising ទោះជាទំនិញពីកលល្អបំផុតម៉ោង1កន្លះហើយគ្មានសត្វសមុទ្រស្រស់ព្រៃដាក់ចំការបញ្ជីទិញពីបរទេសនេះនឹងខូចខាតរាប់លានឯងធ្វើអីអាក្រក់មកលើគេលោកនាយកវាងខ្ញុំធ្វើចំនួនស្របច្បាប់គេគ្មានសមត្ថភាពដឹកជញ្ជូនតែពាក់ព័ន្ធនឹងខ្ញុំអីនោះអីក្រុមហ៊ុនគីមសាសមុទ្រជ្រៅអាហារសមុទ្រព្រៃល្អឯក20000ជីនដឹកមកដល់តាន់ពេលលីចុងគីទៀងសំណាញ់ឡើងក្រោយអូសទៀងក្នុងទ្រង់សមុទ្ររយៈពេល6ម៉ោងត្រីទាំងនេះមិនត្រឹមតែមិនខ្វះអទុយទៅវិញដោយសារទឹកសមុទ្ររួមរវើករបស់វាឡើងដល់កម្លោអេខ្ចោះមិនអាចទៅរួចទេអាចអូសតាមផ្លូវទឹកមកហើយមិនស្លាប់យ៉ាងលោកឈៀនរថយន្តត្រជាក់របស់អ្នកទៅដឹកដុំទឹកក៏គឺឯងគិតថាទុនអាចបិទផ្លូវគ្រប់យ៉ាងគិតថាឯងផ្ដាច់មុខហើយអាចច្របាច់ក៏ខ្ញុំបានឈ្មោះភូមិគីមសាល្បីពេញក្រុងអាហារសមុទ្រព្រៃល្អឯក20000អ្នកចំនួនបរទេសទិញទាំងអស់សរុប20000យ៉នជាតម្លៃនៅដើមទសវត្សរ៍80 20000យ៉នដែលផ្ទេរមកមិនត្រឹមតែផ្លាស់ប្ដូរជោគវាសនាភូមិថែមទាំងបានបង្កើតមូលដ្ឋានពីគ្មាននរណាអាចរុះរើបានក្រុមហ៊ុន Haising ដែលគ្មានការបញ្ជីទិញនិងជំពាក់ប្រាក់ពីនៃជួលរថយន្តក្នុងរយៈពេល1ខែប្រកាសអាស័យគាត់មិនត្រូវបានខ្ញុំតែត្រូវបានសេចក្តីលោភនិងអំនួតរបស់នៅក្នុងទីផ្សារស្របច្បាប់តិចវាឲ្យមកចត់នេះហើយជាការសងសឹកដ៏ខ្លាំងបំផុតរបស់ខ្ញុំបងធំកាលពីឆ្នាំម្ដាយខ្ញុំអស់សង្ឃឹមចង់សម្លាប់តែកូនស្រីអាក្រក់របស់ខ្ញុំកាន់ប្រអប់កាក់មកហើយទះមុខខ្ញុំមួយទុកខូចមួយដល់ខ្ញុំទាញខ្ញុំចេញពីនរកឲ្យជីវិតថ្មីដល់ខ្ញុំថ្ងៃនេះខ្ញុំចៅតាចាំងនឹងធ្វើតាមពាក្យសន្យាខ្ញុំយកសមុទ្រនេះនិងជីវិតខ្ញុំសងអូនវិញទាំងអស់លោកតាលីអង្គុយទៅធំពេលវាងអង្គុយទៅធំថ្ងៃនេះស្រាមៅតៃគ្រប់គ្រាន់ក៏អស់ចិត្ត